ធារីនៅក្នុងចម្ពោះវ័នសុវណ្ណកបុត្រជាអ្នកលេងរាប់រាំងភិក្ខុនីឈ្មោះសុភាកំពុងដើរទៅកាន់ជីវគម្ភវ័នជាទីរីករាយភិក្ខុនីឈ្មោះសុភាក៏បានពោលនឹងសុវណ្ណកបុត្រនោះថាកំហុសដូចម្ដេចតែអាត្មាប្រទោសដល់អ្នកបានជាអ្នកឆោរំអាត្មានៃអាវុសោបរោះមិនគួរប៉ះពាល់នៅស្ត្រីជាបព្វជិតទេសិក្ខាបទទាំងឡាយនៅក្នុងសាសនារបស់ព្រះសាស្តាជាសិក្ខាបទគួរគោរពព្រះសកុតបានសម្ដែងហើយដល់អាត្មាហេតុដូចម្ដេចក៏អ្នកមកឆោរំចំពោះមុខអាត្មាដែលជាស្ត្រីមានចំណែកនៃធម៌ដ៏បរិសុទ្ធមិនមានទីទួលគឺកិលេសនេះជាបុគ្គលមានចិត្តល្អក់ប្រកបដោយធូលីគឺរាគៈហេតុដូចម្ដេចក៏អ្នកមកឆោរំអាត្មាដែលជាស្ត្រីមានចិត្តថ្លាស្អាតប្រាជ្ញាធូលីគឺរាគៈមិនមានទីទួលគឺកិលេសមានចិត្តផុតស្រឡះហើយចាក់ខណ្ឌបញ្ញកៈទាំងឡាយអ្នកលេងពោលថានាងជាស្ត្រីនៅក្រមុំផងមិនអាក្រក់ផងបព្វជិតនឹងធ្វើប្រយោជន៍អ្វីដល់នាងចូលនាងបោះបង់ចូលកាយៈជីវរនេះចេញទៅហើយចូលមកយើងនឹងបានត្រេកត្រអាលនៅក្នុងព្រៃនៃមានផ្ការីកល្អសុវណ្ណកែលបុត្រពោលពាក្យលុះលួមច្រើនបែបច្រើនយ៉ាងទៀតព្រះនាងទេរីពោលថាហេតុដូចម្ដេចក៏អ្នកមានគំនិតខុសសម្លឹងមើលអាត្មាព្រោះឃើញនៅអារម្មណ៍ដែលសន្មតថាមានក្លឹមនៅក្នុងរាងកាយនេះដល់ពេញដោយសាកសពគ្រាន់តែការចម្រើនរបស់ព្រះស្មោសានជារាងកាយបែកធ្លាយជាធម្មតាអ្នកលេងពោលថាផ្នែកទាំងពីររបស់នាងដូចជាផ្នែកកូនមរឹកញីឬដូចជាផ្នែកនៃកណរីក្នុងចន្លោះនៃភ្នំតម្រែកនៅក្នុងកាមរបស់ខ្ញុំរមែងចម្រើនការលេងព្រោះឃើញនៅផ្នែករបស់នាងកាមគុណរបស់ខ្ញុំរមែងចម្រើនការលេងព្រោះឃើញផ្នែករបស់នាងដែលប្រៀបដូចត្របកនៃផ្កាអំបិលត្រង់មុខប្រាជ្ញាបន្ទិលប្រកបស្មើដោយមាសណែនាងមានរូបស្រស់ស្រពមានភ្នែកថ្លាស្អាតបើទុកជាយើងទៅកាន់ទីឆ្ងាយក៏នៅតែរលីងឃើញមនាលនាងមានភ្នែកថ្លាដូចភ្នែកកណរីឥតមានអ្វីមួយជាទីស្រឡាញ់នៃខ្ញុំជាភ្នែករបស់នាងទេព្រះនាងសុភាធេរីពោលថាអ្នកប្រាថ្នានៅធីតាជាអរោះរបស់ព្រះពុទ្ធនេះឈ្មោះថាប្រាថ្នាដើម្បីដើរទៅតាមផ្លូវខុសឈ្មោះថាស្វែងរកព្រះច័ន្ទមកធ្វើជាល្បែងលេងឈ្មោះថាប្រាថ្នាដើម្បីលុះលួមកាន់ភ្នំសិរីរុឥឡូវនេះប្រសិនបើរាគៈកបីមានដល់អាត្មានៅក្នុងអារម្មណ៍ណាអារម្មណ៍នោះមិនមាននៅក្នុងលោកព្រមទាំងតែលោកអាត្មាមិនដឹងថារាគៈនោះជាអ្វីទេព្រោះអាត្មាបានដកចោលនៅរាគៈនោះទាំងឫសគល់ដោយអរិយមគ្គហើយកន្តបញ្ញខណ្ឌដែលស្ត្រីមិនបានពិចារណាឃើញឬថាស្ត្រីណាដែលមិនបានចូលទៅអង្គុយជិតព្រះសាស្តាអ្នកចូលប្រឡំនៅស្ត្រីប្រកបដូច្នោះចោះអ្នកនឹងក្តៅក្រហាយចិត្តព្រោះអាស្រ័យសុភាសិតនេះដែលជាអ្នកដឹងនៅអរិយសច្ចៈស្មារតីរបស់អាត្មាបានអង្កល់ខ្ជប់ហើយក្នុងបុគ្គលអ្នកជ័យនិងអ្នកថ្វាយបង្គំក្នុងសុខនិងទុក្ខចិត្តរបស់អាត្មាមិនជប់នៅក្នុងអារម្មណ៍ទាំងនោះព្រោះដឹងច្បាស់ថាសង្កតាធូរមជារបស់មិនស្អាតអាត្មាជាសាវការបស់ព្រះសកុតជាអ្នកដើរទៅដោយយកគីអថង្គិកម្មៈមានមាសគឺកិលេសដកចោលហើយឥតមានអសវៈជាអ្នកត្រេកអរនៅក្នុងទេសស្ងាត់អាត្មាបានឃើញរូបយន្តឈើក្រងថ្មីដែលតាក់តែងដល់វិឆិតចរិតដោយខ្សែសរសៃទាំងឡាយនិងឈើកន្លះទាំងឡាយដូចជាគេរាំងដោយអាកាសផ្សេងការបើកខ្សែសរសៃនិងឈើកន្លះនោះដាក់របួតចេញរឹតរាយរលូតរង្គោះរង្គើបាក់បែកខ្ចាយខ្ចាយការបើរូបយន្តរង្គោះរង្គើដាច់ចឹកចាយហើយបុគ្គលមិនកបី
បានរូបយន្តនោះទេបុគ្គលក៏បីតម្កល់ចិត្តនៅក្នុងរូបនោះដោយមិនដាច់កើតរាងកាយទាំងឡាយរបស់អាត្មាដូចគ្នានឹងរូបយន្តដែរបើវាចាកពួកធម៌ទាំងឡាយមានបតវិធាតជាដើមហើយរមែងប្រព្រឹត្តទៅមិនបានរាងកាយមិនវាចាករូបធម៌ហើយប្រព្រឹត្តទៅមិនបានទេបុគ្គលក៏បីតម្កល់ចិត្តនៅក្នុងរាងកាយនោះដោយមិនដាច់កើតបុគ្គលឃើញស្ត្រីរូបស្ត្រីដែលគូនឹងជញ្ជាំងលក់លាមដោយថ្នាំដ៏ស្រស់យ៉ាងណាមិញអ្នកមានការឃើញវិបត្តិបរិតនៅក្នុងរូបនោះក៏យ៉ាងនោះដែរបញ្ញាជារបស់មុតមនុស្សឥតប្រយោជន៍ទេឬណែបុគ្គលអន្តពាលអ្នកស្ទុះចូលមកចិត្តនៅអន្តភាពដ៏ទទេដែលប្រៀបដូចជាថ្ងៃបណ្ដើរកូនតាំងនៅអំពីខាងមុខឬដូចជាយកសបិនឃើញដើមឈើមាសពំនោះដូចជារូបយន្តក្រាលក្រមនៅក្នុងកណ្ដាប់ដៃនៃជនពពុះពពាស្បែកកណ្ដាលផ្នែកឬព្រៀបទឹកផ្នែករូបក៏ពពោបាយផ្នែកតែងកើតនៅក្នុងបណ្ដុលនៃផ្នែកនោះដូចជាពពុះទឹកលាក់ដែលបុគ្គលប្រុសលើកម្រាលជាមស្ងួតរត់ថាសន្តានរបស់ផ្នែកមានពួរផ្សេងៗនិងសង្ខារតាក់តែងហើយនាងសុភាភិក្ខុនីមានចិត្តឥតជំពាក់បានរង្គៀសផ្នែកជាទីស្រឡាញ់ហើយក៏ឲ្យណល់បរោះនោះនៅក្នុងពេលនោះដោយពោលថាហើយអាត្មាឲ្យផ្នែកដល់អ្នកចូលអ្នកយកផ្នែកនេះទៅចោះរាគៈរបស់បរោះនោះក៏ប្រែចាកចេញនៅក្នុងគណៈនោះផងបរោះនោះបានញ៉ាំងសុភាភិក្ខុនីឲ្យអត់ទោសក្នុងទីនោះផងដោយពាក្យថាមនានាងជាព្រហ្មចារិណីសួស្ដីចូលមានដល់នាងការប្រព្រឹត្តអនាចារបែបនេះនឹងមិនមានដល់ខ្ញុំទេបើខ្ញុំបៀតបៀនជនដែលគ្មានរាគៈយ៉ាងនេះក៏ហាក់ដូចជាខ្ញុំអោបភ្លើងកំពុងឆេះសន្ធោឬចាប់នៅអាសេរពឹសបើដូច្នោះសូមសិរីសួស្ដីកើតមានដល់នាងសូមនាងអត់ទោសដល់ខ្ញុំព្រះនាងសុភាភិក្ខុនីទោះរួចអំពីបរោះជាអ្នកលេងនោះហើយក៏បានទៅកាន់សំណាក់នៃព្រះសម្មាសម្ពុទ្ធដល់ប្រសាចក្ខុក៏កើតឡើងដោយដើមព្រោះបានឃើញនៅមហាពុរិសលក្ខណៈដែលកើតអំពីបុណ្យដ៏បរិសុទ្ធដល់ប្រសើរចាប់សុភាភិក្ខុនីសូមអនុមោទនា